សិក្សារបស់គេមើលឃើញថាបើយើងអនុញ្ញាតឲ្យក្មេងមើលទូរទស្សន៍មើលអេក្រង់នឹងច្រើន BMI របស់គាត់នឹងច្រើនទៅជាពិសេសគឺគាត់ប្រឈមមុខនឹងភាពធាត់នៅពេលដែលគាត់ឈានដល់វ័យជំទង់និងពេញវ័យអញ្ចឹងនៅពេលដែលគាត់មើលឲ្យគាត់ញ៉ាំគាត់អត់មានបានដឹងថាតើគាត់ញ៉ាំប៉ុណ្ណាទេគាត់ចេះតែញ៉ាំរហូតអញ្ចឹងគាត់ងាយនឹងការឡើងគីឡូខ្លាំងកុមារគាត់ត្រូវការការគេងឲ្យបានគ្រប់គ្រាន់ព្រោះនៅពេលដែលក្មេងគាត់ deep sleep ទី1ខ្ញុំនិយាយពីក្រូអរម៉ូនទី2ខ្ញុំនិយាយពី protein មួយយ៉ាងគេហៅថា cytokine protein ហ្នឹងគឺវាបញ្ចេញនៅពេលដែលក្មេងហ្នឹងគាត់គេងបានគ្រប់គ្រាន់គឺវាជួយចេញអា cytokine ហ្នឹងហើយ cytokine ហ្នឹងគឺវាចូលរួមសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំអញ្ចឹងប៉ាម៉ាក់ខ្លះថាខ្ញុំចង់ឲ្យកូនខ្ញុំហ្នឹងមានប្រព័ន្ធភាពស៊ាំមួយដែលល្អអញ្ចឹងការគេងហ្នឹងក៏ចូលរួមទៅក្នុងពង្រឹងប្រព័ន្ធភាពស៊ាំដែរដោយសារតែវាជួយបញ្ចេញ protein cytokine ហ្នឹងដែលចូលរួមពង្រឹងប្រព័ន្ធភាពស៊ាំរបស់កុមារហើយមួយទៀតនៅពេលដែលគាត់គេងស្កប់ល្អហ្នឹងក៏ជួយធ្វើឲ្យខួរក្បាលរបស់គាត់ហ្នឹង refresh មកវិញដែរអញ្ចឹងអ្វីដែលគាត់បានរៀនសូត្រការមើលឃើញការនិយាយពីថ្ងៃហ្នឹងអាចឲ្យគាត់ហ្នឹងជួយការចងចាំជួយការយល់ដឹងរបស់គាត់ដែរ